យកម៉ាស៊ីនភ្លើងនិងទ្វារបន្ទប់ទឹកជាមួយសម្ភារៈមួយចំនួនទៅប្រគល់ជូនបងប្អូនកងទ័ពនៅជួរមុខការពីប្រាសាទតាក្របីនិងចំណុចអូរឫស្សីដើម្បីប្រើប្រាស់សម្រួលក្នុងការងារមួយចំនួនខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី16ខែមិថុនាឆ្នាំ2025លោកម៉ៅស៊ីនិងក្រុមការងារបានយកម៉ាស៊ីនភ្លើងចំនួន1គ្រឿងជាមួយទ្វារបន្ទប់ទឹកនិងសម្ភារៈមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវម៉ែម៉ៅម៉ាឡៃកែវកំយ៉ានយកទៅប្រគល់ជូនលោកវរៈសេនីយ៍ឯកសាន់សារ៉ូមេបញ្ជាការរងនិងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យដែលស្ថិតនៅក្នុងភូមិមនោរម្យ2ឃុំគោកខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យសម្រាប់យកទៅប្រើប្រាស់នៅទីតាំងប្រាសាទតាក្របីដើម្បីយកភ្លើងសម្រួលក្នុងកិច្ចការមួយចំនួនគួរបញ្ជាក់ផងដែរលោកជំទាវអុកញ៉ាអគ្គមហាឧបាសិកាសិរីករណាបទុមរដ្ឋបណ្ឌិតម៉ៅម៉ាឡៃកែកំយ៉ានលោកជំទាវម៉ែតែងតែចុះជួយរត់ទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋមិនថាផ្នែកខាងពុទ្ធចក្រនិងអាណាចក្រជាពិសេសលោកជំទាវម៉ែបានចុះជួយរាល់ទុក្ខលំបាករបស់បងប្អូនកងទ័ពយើងដែលកំពុងការពារព្រំដែនដែលមានចំនួនរវាងកម្ពុជានិងថៃនាពេលថ្មីនេះផងដែរជាចុងបញ្ចប់លោកវរៈសេនីយ៍ឯកសាន់សារ៉ូតំណាងឲ្យនាយទាហានរងនិងនាយទាហានទាំងអស់ក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យសូមថ្លែងអំណរអគុណនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកមេត្តាតាមជួយថែរក្សាបីបាច់ដល់លោកជំទាវម៉ែម៉ៅម៉ាឡៃកែកំយ៉ាននិងបុត្រាបុត្រីចៅប្រុសចៅស្រីជួបតែសេចក្តីសុខសេចក្តីចម្រើនកម្លាំងមាំមួនអាយុយឺនយូរប្រាជ្ញាឆ្លៀសវៃប្រាថ្នាអ្វីៗឲ្យបានសម្រេចដូចសេចក្តីប៉ងប្រាថ្នានិងសូមជួបតែពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមអរគុណ